យើងមានអ្នកលើកមកនៅខាងក្រោមនេះបងអាចមើលអូខេជំរាបសួរសួស្តីអ្នកនរខ្ញុំបាទមករាជា AVP Data Center Network Security នៅ Process Solution អញ្ចឹងសម្រាប់ KNOC គ្នាយើងដឹងទាំងអស់គ្នាហើយKNOC គាត់បង្កើតឡើងដើម្បី sharing for better community អញ្ចឹងបើអត់មានការ sharing ទេអ្នកនាងអាចរៀនខ្លួនឯងប៉ុន្តែបើយើងមានអ្នក share មានអ្នកដឹកនាំផ្លូវខ្ញុំគិតថាយើងអាចនឹងដឹងអីច្រើនហើយយើងដើរទៅវាអត់សូវខុសតែបើយើងសេចខ្លួនឯងក៏ល្អរៀនខ្លួនឯងក៏ល្អអានឹងគឺជាកត្តាជំរុញជាច្រើនដែលយើងអាច contribute ទៅកាន់ community របស់យើងទាំងអស់គ្នាអញ្ចឹងសម្រាប់ប្រធានបទរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺនឹងនិយាយអំពី quantum in cyber security អញ្ចឹងកន្លែងនេះខ្ញុំអត់ចង់ឲ្យអ្នកនាងគិតថា cyber security គឺសម្រាប់តែ cyber security ឯងអ្នកនាងមិនថានៅក្នុង network ក្នុង system application ឬក៏ពាក់ព័ន្ធជាមួយនឹង development អីទាំងអស់ដែលយើងធ្វើការមួយ ICT គួរតែ understand ដូចគ្នាអញ្ចឹងសម្រាប់ប្រធានបទដែលខ្ញុំចែកម្លែកនឹង make it simple ឲ្យអ្នកនាងងាយយល់នៅក្នុង quantum in cyber security អញ្ចឹងសម្រាប់ content ទាំងអស់នេះខ្ញុំចង់បញ្ជាក់តិចគ្រាន់តែជាការ sharing purpose only អញ្ចឹងរាល់ credit image ឬក៏ topology reference អីគឺខ្ញុំ credit ឲ្យទៅកាន់ owner ដែលគាត់ធ្វើការ public ហើយមួយទៀតដែរអ្នកអាចធ្វើការស្វែងយល់ខ្លួនឯងបន្ថែមទៀតព្រោះអ្នកដឹងហើយ30នាទីខ្ញុំមិនគិតថាខ្ញុំអាច share detail ឲ្យអ្នកយល់ថាអីទៅ quantum in cyber security ទេអញ្ចឹងសម្រាប់agenda ដែលខ្ញុំលើកមកនិយាយទី1 overview challenge quantum basic and threat ពាក់ព័ន្ធជាមួយនឹង threat ដែលយើងនិយាយអំពី HNDL ឬក៏ harvest now decrypt later ហើយខ្ញុំនឹងមាន solution ដំណោះស្រាយមួយចំនួនដើម្បីយើងមាន access មុននឹងពេលដែល quantum computer នឹងវា release អញ្ចឹងយើង at least យើង adopt ពីឥឡូវទៅព្រោះអាចថា infrastructure របស់អ្នកគ្នា ICT equipment របស់អ្នកគ្នាអាចធ្វើការ enable ដើម្បី ready នៅក្នុងគេថា apply ពាក់ព័ន្ធជាមួយនឹង quantum approach quantum safe approach ខ្ញុំចង់ចែកម្លែកព្រោះមិញspeaker យើងគាត់ធ្វើការចែកម្លែកច្រើនទៅលើពាក់ព័ន្ធជាមួយនឹងទាំងផ្នែកបច្ចេកទេស AI ដូចខាង Juniper គាត់លើកឡើងទៅលើ AI data center បាទអញ្ចឹងពាក់ព័ន្ធជាមួយនឹង AI បើយើងបកត្រឡប់ទៅពីមុនឆ្នាំ2022ឬក៏ពីមុននឹងទៀតយើងឃើញថា AI នៅពេលដែលគេ introduce គ្នាយើងឃើញថាប្រហែលជាវាមិនអាច possible ទេ 4-5 ឆ្នាំមុនណាឃើញគេពីណាគេមកពីក្រៅប្រទេសអីផ្សេងៗគេមកចាញ់ម្លែកយើង AI embed ក្នុង technology industry leading AI នឹងផ្ទុះប៉ុន្តែយើងពីបច្ចេកទេសទៅយើងគិតថាធម្មតាប្រហែលជាវាមិនអាចកាត់ឡើងប៉ុន្តែឥឡូវវាកាត់ឡើងដូចនៅនេះឃើញហ្នឹង AI គឺយើងប្រើប្រាស់រាល់ថ្ងៃហើយឥឡូវបើយើងនិយាយពី industry វិញ everyone គឺគាត់ធ្វើការសិក្សាហើយនឹង embed AI ហ្នឹងនៅក្នុងអាចថា hardware ផ្ទាល់ឬក៏ពេលខ្លះគាត់ embed នៅក្នុង OS ឬក៏ firmware ដែលគាត់ធ្វើការ develop ពីមុនវាអត់ support មិនតែឥឡូវគាត់តែ upgrade ទៅ version ថ្មីមាន embed AI នៅខាងក្នុងហ្នឹងអញ្ចឹង2024ឬក៏2025នេះយើងឃើញថា AI become essential មានន័យថាម៉េចមានន័យថា every using មិនថា user មិនថាយើងជា network operator system administrator បាទឬក៏ security administrator security analyst អីគឺគាត់ត្រូវការ AI tool ដើម្បីមក support ពួកគាត់ដើម្បី improve ផ្នែក operation ឬក៏ requirement ដែលយើងប្រើប្រាស់សម្រាប់ support ទៅកាន់តម្រូវការរបស់ក្រុមហ៊ុនរបស់យើងផ្សេងៗជាដើមអញ្ចឹង AI បច្ចុប្បន្នគឺ native អាចនិយាយថាជា essential ដែលគាត់នឹង upgrade ទៅលើ version នោះគឺ support យកតែម្ដងហើយកន្លែងនេះវា mapping ទៅកាន់ quantum ហេតុអីបានខ្ញុំលើកឡើងនៅកន្លែងនេះ quantum អាចឥឡូវនេះគឺអ្នកនេះអាចនឹងថ្មីឬក៏គិតថាអត់តន់ចាំបាច់គិតក៏បានដែរប៉ុន្តែដូចខ្ញុំបញ្ជាក់មកអញ្ចឹងនៅកន្លែងនេះគឺខ្ញុំនឹង share ចំណាស់ស្រាយឬក៏ quantum safe approach មិនចាំបាច់យើងតល់តែទិញឬក៏ invest ដូចគាត់លើកឡើងអីគេ AI factory ឬក៏ AI data center ឯងប្រហែល node គាត់ថា span 4 node list 8 node នៅ compute នៅ storage integrate ចូលនៅក្នុង data center the whole data center នៅ security AI security protection ទៅលើ AI factory របស់យើងឯងទៀតគឺ a lot of thing ប៉ុន្តែ quantum គឺអ្នកអាចសិក្សាពីបណ្ដាឬក៏ពេលដែលយើងមាន project ឬក៏ពេលដែលយើងធ្វើការ upgrade ថែម technology ថ្មីៗគឺយើងអាច move
ទៅបាន OK ពាក់ព័ន្ធជាមួយនឹង challenge អ្នកនេះដឹងទេពាក់ព័ន្ធជាមួយនឹង challenge និយាយពី encrypted ឬក៏ encryption បច្ចុប្បន្នយើងប្រើទៅលើគេបាទយើងប្រើទៅលើអាចនិយាយថាពេលដែលយើង public គឺយើងប្រើជាមួយនឹង internet switch អញ្ចឹង internet switch គឺយើង relay ទៅលើ protocol ជាច្រើនដូចជាគេ TLS ឬក៏យើងប្រើប្រាស់ពាក់ព័ន្ធជាមួយនឹង service protocol ផ្សេងៗទៀតដូចជា VPN SSH ឬក៏ OPKI អញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងប្រើអាហ្នឹងគឺយើងឃើញថាបើយើងនិយាយពីតា web traffic only គឺសឹងថា 100% ចិត្ត 100% 95% encrypted តែប៉ុន្តែអា encrypted បច្ចុប្បន្នណាទៅលើ algorithm ឬក៏ mathematics បច្ចុប្បន្នគឺវាសឹងតែអត់ safe ទៀតទេសម្រាប់នៅពេលដែល quantum computer វា release មកឬក៏គេ develop ហើយអញ្ចឹងមានន័យថាបើយើងនិយាយពី data information ដែលយើង store ឥឡូវហ្នឹងនៅក្នុង encrypted ក៏ដោយក៏មិនប្រកាសថា future ទៅគឺវា safe សម្រាប់យើងដែរដែលយើងត្រូវការគួរតែសិក្សាស្វែងយល់នៅលើកន្លែងហ្នឹងដែរដែលជាទូទៅ mathematics ទាំងអស់ហ្នឹងគឺប្រើប្រាស់វិធីសាស្ត្រនៅក្នុងការ encrypt មានដូចជាពពួក RSA ឬក៏ ECC ដែលយើងត្រូវការ encrypted វាបាទអញ្ចឹងទៅពេលដែល quantum computer release វានឹងធ្វើការ break encryption ទាំងអស់ហ្នឹង easily ឬក៏ permanent មានន័យថាមិនមានន័យថាបើសិនជា attacker យក data របស់យើងដែល encrypt បច្ចុប្បន្នហើយយក quantum computer ហ្នឹងមកធ្វើការ decrypt វាមានន័យថាវាអាច decrypt easily អញ្ចឹងបើឯកសារឬក៏ព័ត៌មានហ្នឹងអ្នកគ្នាមានព័ត៌មានសំខាន់ sensitive confidential គឺអាចនឹងត្រូវបានបែកធ្លាយអញ្ចឹងយើងគួរតែគិតគូរទៅលើរឿងទាំងអស់ហ្នឹងដែរសម្រាប់ quantum basic វិញដោយសារតែ session មួយនេះជា session ចែករំលែកខ្ញុំគិតថា everyone ដែលគាត់ join នៅក្នុងនេះភាគច្រើនគឺជាអាចនិយាយថា ICT student ដែលយើងមកពី background IT អញ្ចឹងងាយស្រួលបញ្យល់អញ្ចឹងបើយើងនិយាយអំពី computer basic គឺយើងដឹងហើយពាក់ព័ន្ធជាមួយនឹង data ដែលគាត់ធ្វើការ with data format គឺ1ឬក៏0អានឹង computer អាច read បានដែលជាទៅ computer ទាំងអស់ហ្នឹងគឺធ្វើការបកប្រែពី human readable ទៅកាន់ data format ដែល computer អាច read បានអានឹងគឺជា process របស់ computer យើងទូទៅប៉ុន្តែបើយើង compare មួយនឹង quantum គឺជា computer ដែលប្រើ qubit instead of bit វាប្រើ1010ទេដល់ពេល qubit គឺវាដូចជាការ read ព័ត៌មានឬក៏អា bit ហ្នឹងលើពីមុនបាទលើរាប់ពាន់រាប់រយដងបើយើងនិយាយពីក្របបែកនេះដូចក្របបែកអាតូមិកអញ្ចឹងដាក់ពុំផ្ទុះវាអត់ដូចក្របបែកយើងធម្មតាយើង compare ឲ្យស្រួលយល់តែ computer យើងធម្មតាដូចក្របបែកយើងធម្មតាប៉ុន្តែបើ quantum computer ដូច nuclear អញ្ចឹងដាក់ពុបផ្ទុះបឹងកម្លាំងវាខ្លាំងអញ្ចឹង quantum ដូចគ្នាគឺវានឹង process ជាលក្ខណៈ qubit អញ្ចឹង qubit ហ្នឹងមិនសឹងថាបើវាមាន10000 million bit នៅខាងក្នុងហ្នឹងវាអាច read មកដល់ទាំងអស់ក៏បានដែរអាហ្នឹងជា power របស់ quantum computer អញ្ចឹងនៅពេលដែលមាន computer quantum នេះ ready អ្នកនេះឃើញ quantum computer អាច allow ឲ្យម៉ាស៊ីនហ្នឹងធ្វើការ compute ឬក៏ process calculation ហ្នឹងជា parallel ដូចខ្ញុំបញ្ជាក់មកអញ្ចឹងគឺ at the same time អូខេដែលគ្នាយើងអានកខហើយអានកហើយខជាប់គ្នាហើយយល់ថានឹងអីយល់អត់អញ្ចឹងវាខុសគ្នាបែបហ្នឹងបើសិនជាមានអានេះ parallel calculation មានន័យថាម៉េចកខកខងដល់ law ហ្នឹងវាអានតែម្ដងចប់ហ្មងហើយវាដឹងថានៅខាងក្នុងហ្នឹងមានអីគេខ្លះអាហ្នឹងជា power របស់វាហើយបើយើងនិយាយពី encrypted ឬក៏ encryption បច្ចុប្បន្នណា cryptography របស់យើងបច្ចុប្បន្ននៅពេលដែលមាន quantum computer គឺយើងអាច break encrypted របស់យើងណា easily ទៅលើ algorithm ផ្សេងៗដូចជា RSA ឬក៏ ECC ដូចខ្ញុំសូខាងដើមខ្ញុំបង្ហាញខាងដើមហើយពាក់ព័ន្ធជាមួយនឹង quantum computer នេះដូចគ្នាវាអត់តែការវិទ្យាឬក៏ physics អីផ្សេងមកបន្ថែមទៅលើហ្នឹងឯងដោយគ្រាន់តែ computer នឹង ready it just a new power everything នឹង become a new risk
អ្នកនេះសម័យមើលថាយើងកំពុងតែប្រើប្រាស់អ៊ីនធឺណិតបច្ចុប្បន្នឬក៏យើងផ្ញើ email នៅក្នុង organization របស់យើងហើយបើសិនជាយើងប្រើ SMTPS ឬក៏យើងប្រើប្រាស់ការ access ទៅកាន់ website ឬក៏ application របស់យើងជា encrypted through another network យើង encrypted ណាមានតែ traffic ហ្នឹងត្រូវបាន encrypt ហើយមាន VPN មាន HTTPS encrypt នៅលើហ្នឹងឯផ្សេងៗហ្នឹងទៅប៉ុន្តែបើសិនជាមានអ្នកណាគេអ្នកគាត់ capture data នឹងទុកហើយគាត់រងចាំ quantum computer ready ឬក៏ release អូខេអញ្ចឹង data របស់អ្នកនេះនឹងលែងសុវត្ថិភាពទៀតហើយព្រោះអីគេយកអា computer ហ្នឹងមកធ្វើការ decrypt easily តែម្ដង alright អញ្ចឹងយើងមកបកទៅលើ thread វិញបាទអញ្ចឹងការគម្រាមកំហែងឬក៏សិទ្ធិរបស់យើងដែលអាចនឹងកើតឡើងគឺពាក់ព័ន្ធជាមួយនឹង quantum computer គាត់អាចធ្វើការ crack ទៅលើ current encrypted mathematics ឬក៏ protocol ដែលយើងមានដូចជាអីគេ TLS IPsec យើងប្រើប្រាស់ VPN ហ្នឹងត្រូវចុះបើគេលួចទិន្នន័យគេ capture អា encrypted កាត់ VPN ហ្នឹងហើយគេយកទៅទុកអូខេអញ្ចឹងឥឡូវវាអត់ទាន់អីប៉ុន្តែ in the future in the nearly future មុខនឹងបន្តិចទៀតហ្នឹងគឺយើងអាចនឹង land safe ទៀតហើយអូខេ ASA key រហងៃយើងប្រើ secure ASA version 2 វិញអញ្ចឹងទៅ handling best practice មកចាប់តែចៃដន្យអី key ហ្នឹងគឺត្រូវបានគេលួចដែលយើងអត់ដឹងដែលយើងគិតថាយើងប្រើប្រាស់ secure communication secure channel ហើយយើងគិតថាយើង safe ហើយប៉ុន្តែអាចនឹងមិន safe សម្រាប់ថ្ងៃក្រោយបាទមានអីផ្សេងៗទៀតដូចជាពាក់ព័ន្ធជាមួយនឹង digital signature ឬក៏យើងប្រើប្រាស់ service ដែលប្រើជាមួយនឹងសេវាកម្មគេហៅថា current encryption អញ្ចឹងបើសិនជា data ហ្នឹងគឺយើងអត់បានមើលច្បាស់លាស់ឬក៏យើងអត់បាន understand ពី thread ទាំងអស់ហ្នឹងទេអាចព័ត៌មានទាំងអស់ហ្នឹងគឺត្រូវបានបែកធ្លាយឬក៏ become access នៅថ្ងៃក្រោយបានអញ្ចឹងយើងមកមើលទៅលើពាក់ព័ន្ធជាមួយនឹង term ដែលយើងអាចនិយាយយ៉ាងខ្លីថា harvest now decrypt later ស្រួលទេថាប្រមូលឥឡូវអូខេចាំបកប្រែឬក៏ decrypt វាតាមក្រោយក៏បានដែរដូចខ្ញុំបញ្ជាក់មកអញ្ចឹងយើងប្រើ secure communication អស់ហើយយើងមាន VPN ហើយសម្រាប់ remote access យើងមាន SSL VPN អញ្ចឹងទៅសម្រាប់ server side យើងមាន IPsec អីចឹងទៅឧទាហរណ៍បាទសម្រាប់ website ឬ application យើងមាន digital signature ដើម្បី encrypt វាអញ្ចឹងទៅអូខេឬក៏ដូចយើងមានអីគេDNS ដោយ topic ប៉ុណ្ណឹងដែរ DNS sec អីចឹងទៅដើម្បីយើង validate ឬក៏ encrypt ពាក់ព័ន្ធជាមួយនឹងព័ត៌មានទាំងអស់ហ្នឹងបាទប៉ុន្តែ threat actor គឺគាត់អត់នៅស្ងៀមទេគាត់ដឹងហើយថ្ងៃមុខបន្តិចទៀតគេនឹង release quantum computer ហ្នឹងមកដូច AI server ឬក៏ AI data center អញ្ចឹងយើងសម័យមើល4 span very big 8 lift very big compute storage ហើយបើយើងសម័យថាបើសិនជា quantum computer ហ្នឹងវារ៉ាត់ដូចអា concept ហ្នឹងដែរ very powerful ត្រូវបាទអញ្ចឹង Sreater គឺគាត់អាចធ្វើការប្រមូលព័ត៌មានពីឥឡូវទៅឲ្យបានដូចគ្នាឬក៏គាត់ប្រមូលឲ្យវាយកអត់ដឹងដោយសារយកបានចាប់អារម្មណ៍ទៅលើកន្លែងហ្នឹងយើងបាន monitoring ទៅលើ infrastructure របស់យើង daily operation របស់យើងបាទយើងអត់មានសោះដើម្បីធ្វើការ detect ឬក៏អត់ធ្វើការ respond នៅពេលដែលគេ dose ឬក៏គេ call back ចាប់បាន botnet ដែរឧទាហរណ៍ចាប់បានគេ call back តែយើងថាអូអានឹងចាប់បាន fine តែយើងអត់បានគិតថាហេតុអីបានគេចាប់ហេតុអីបានគេ call back ម៉ាស៊ីននោះវាអាចឆ្លង botnet ឬអីចឹងទៅឬក៏ត្រូវបាន compromise ពេលដែលគាត់ទៅផ្ទះគាត់យក computer ទៅក្រៅអីចឹងទៅឧទាហរណ៍ថាចឹងចាស់អញ្ចឹងគាត់ចាប់ផ្ដើមប្រមូលទិន្នន័យ data ពីឥឡូវទៅ through that encryption protocol ដែលយើងមានដូចជាពពួកservice សេវាកម្មផ្សេងៗ TLS MPLS បាទយើង store ទិន្នន័យនៅក្នុងជាលក្ខណៈ encrypted ក៏ដោយក៏អាចប្រមូលបានដែរបើករណីគេអាច compromise ទៅលើ system របស់យើងបាន corporate email សូម្បីតែ backbone flow ក៏គេអាចធ្វើការប្រមូលបានដូចគ្នាដូចខ្ញុំបញ្ជាក់មកអញ្ចឹងហើយដែរបានគេប្រមូល backbone flow បានយើងមាន connection between ISP មួយទៅកាន់ ISP មួយទៀត ISP មួយទៅកាន់ ISP មួយទៀតឬក៏យើងប្រើប្រាស់សេវាកម្មរបស់ provider របស់យើងឧទាហរណ៍យើងជាអតិថិជនចាស់ banking financial enterprise government infrastructure របស់យើង very secure encrypted data យើងមាន front defense យើងមាន WAF យើងមាន firewall
dương miền mail security in place dương miền EDR tại dương cần cho infrastructure bao provider bao nhiêu and then infrastructure provider bao nhiêu quạt secure router quạt đại update đại patch okay quạt run a lot of CVE in place nơi router và quạt vừa thôi thì switch call backbone infra tầm này chẳng là bây đây device tầm nó thực ban không máy của ta router thôi chứ dương run OS chắc đại OS nó miền CVE chắc là cái ai remote rồi cái ai call back bán cái vô router vào dương thua chỉ botnet rồi có cái ai call back router dương là bây promote tên đấy ngoài sạc rồi có span tới cam destination IP nam với đại chỉ infrastructure bảo kê dương tới và chúng cái dương admin đây detect chưa đóng chẳng cái capture bỏ miền tao nó tự bàn bị kia đây và ấy chúng cái dương khơi mà ngái admin user price có traffic mà chi pin này ô thì họ thay chân chân nên đây là tí dương mà user dương price tại cho statement họ cái capturing data bao nhiêu trên được khéo ô thì họ và hay miền thì chọn tiền từ lời nữa này để thật các con ad chúng ta collecting data chắc vậy ở số đối cứ Director có hacker còn ai cũng mô thân ấy biển lại tờ hỏi đầm bay p đã quantum computer ready just decrypt that's it các bạn everything ok chân lặp ở bên cái này này nó bây đây con một mô hỏi xua tha tại pi 75 năm một tiền có thể cả thắc như á có thể cả active và thắc như á đầm có thể cả active và thắc như đấy có thể cả flooding mà dương có thể cả send phishing mà dương đầm bay ao dương để click download file có thể cả host malware free 100% crack software và thao chân chắc con lên phải cả con lên phải cả tích này tặng on kia đây có một mẫu tên này bán how vậy ok chẳng như tất cả understand đi thì lại được đấy chắc phụ quát miền data nó hay là lấy person để dương admin a monitoring coi như một bạn đăng lên thang tái con bắt chỉ được tool bán thì con lui tình này nông men ở ok chẳng ở đây đây dương cô tại dùng chẳng quan tâm con năng simplify trong cả unlock rồi có decrypt traffic tầm năng data tầm năng ok số mấy Gartner với đại dân đấy Gartnerคือ global organization តែគាត់ធ្វើការ analyze vendor ក៏ដូចជា prediction ពាក់ព័ន្ធជាមួយនឹង technology vendor អញ្ចឹងនៅឆ្នាំ2029ស្អែកកាន់ស្អែក2 3ឆ្នាំគឺ very fast អញ្ចឹងគាត់ធ្វើការ predict ថានៅឆ្នាំ2029យើងឃើញថាការប្រតិបត្តិរបស់គាត់ពាក់ព័ន្ធជាមួយនឹង current asymmetric cryptography នឹងអាច become unsafe ហើយđâyបាន become unsafe ដោយសារតែ computer គេហៅថា quantum computer ហ្នឹងគាត់ ready ព្រោះឥឡូវគឺគេកំពុងតែធ្វើការ testing development ដូច AI 4-5 ឆ្នាំមុនហ្នឹង AI data center factory agency ដូច 4-5 ឆ្នាំមុនអញ្ចឹងដូចគ្នា quantum គឺដូចគ្នាដូចណាឃើញទេ2029 2 ឆ្នាំទៀតគឺដល់ហើយអញ្ចឹងជា recommendation របស់ Gartner គាត់ recommend ឲ្យបាទយើងទាំងអស់គ្នានឹងធ្វើការសិក្សាឬក៏ស្វែងយល់ទៅលើការ transition មានការផ្លាស់ប្ដូរពី current cryptography ទៅកាន់គេហៅថា post quantum cryptography immediately ដើម្បីយើង defend ទៅលើការពាក់ព័ន្ធជាមួយនឹងប្រមូលព័ត៌មានពីឥឡូវទៅតែគាត់អាច decrypt នៅថ្ងៃក្រោយបានអូខេអញ្ចឹងយ៉ាត់គ្នាយើងណាប្រើប្រាស់ infrastructure ដែលអត់ secure ច្រឡំឆាតមួយក្នុង30ម៉ោងធ្វើការអីអាចគេ decrypt ឃើញណាឬក៏យើងអាចប្រើប្រាស់ infrastructure ឬក៏ internet ទាំងអស់ហ្នឹងកាត់ infrastructure របស់យើងបច្ចុប្បន្ននេះជាមួយនឹង confidential information គេអាចធ្វើការ decrypt បាននៅពេលដែលវា ready អញ្ចឹងបើយើងត្រឡប់ទៅក្រោយតិចបើសិនជា data របស់យើងដែលជា encrypted ត្រូវបានគេលួចពីឥឡូវទៅ data ហ្នឹង10ឆ្នាំមុនគេអាចមើលឃើញថាជា data អីដែរជាព័ត៌មានអីដែរដោយសារតែ quantum computer គឺជា powerful computer មួយដែលអាចគាត់ធ្វើការ process ឬក៏ calculate in parallel បានមួយទៀតគឺ network របស់យើងព្រោះអ្នកនេះដឹងហើយពាក់ព័ន្ធជាមួយនឹង connectivity ទាំងអស់ទៅលើ networking របស់យើងបច្ចុប្បន្នគឺយើងប្រើប្រាស់ទៅលើ network communication ដែលអត់ដែរគ្នាយើងណាទៅ download data តាមប្រព័ន្ធឬក៏
សេវាអីផ្សេងទេយើងប្រើអីគេបើខ្សែយើងប្រើ wire ខ្សែយើងដាក់ខ្សែដើម្បីយើង upload ឬក៏ download ទិន្នន័យទាំងអស់ហ្នឹងហើយបើសិនជាយើងប្រើខ្សែយើងប្រើ Wi-Fi ឬក៏ Bluetooth អីចឹងទៅដើម្បី transfer ឬក៏ download ព័ត៌មានឬក៏ data របស់យើងហើយយើងមើលឬក៏អីចឹងទៅឧទាហរណ៍តែចឹងចុះអញ្ចឹងវាអត់មានអីក្រៅពី network អញ្ចឹង network របស់យើងគួរតែ able to switch ទៅកាន់ TCQ ដូចខ្ញុំបញ្ជាក់មកអញ្ចឹង vendor ដែលគាត់ leading industry មួយចំនួនគឺគាត់ធ្វើការ develop software ឬក៏ patch ដើម្បីធ្វើការ support ជាមួយនឹង post quantum cryptography requirement អញ្ចឹងយើងមើលដែរព្រោះបើសិនជាយើងដឹងថាអូអាហ្នឹងវាជា future threat future attack ដែលអាចនឹងកាត់ឡើងបើយើងអត់គិតពីឥឡូវទៅទេខ្ញុំជឿថាអ្នកនេះទទួលបានពី session មួយនេះហើយទៅវិញ keep it the same 2029ស្អែកកាន់ស្អែកតែ keep it the same keep តតែដល់2029ឧទាហរណ៍ចឹងចុះឬក៏2030ជាងអូខេចឹងកន្លែងហ្នឹងគឺអ្នកនេះត្រូវការ check មើល double check ដែរហើយមួយទៀត operator ជាពិសេស operator គឺយើងត្រូវការ prepare ពីឥឡូវទៅដែរបាទ ISP telecom agency ព្រោះបើសិនគាត់អត់ prepare ពីឥឡូវទៅទេដូចខ្ញុំបញ្ជាក់មិញហ្នឹងគេ call back តែ router មួយចំ call router យើងគេប្រមូលទិន្នន័យ send regularly ឬក៏ real time ទៅ botnet server ឧទាហរណ៍ថាចឹងចុះគេអាចប្រមូលព័ត៌មានបាន easily ទាំង encrypted ហ្នឹងក៏ដោយអូខេយើងមកមើល solution ឬក៏ quantum safe approach វិញពាក់ព័ន្ធជាមួយនឹង device ឥឡូវគាត់ preparing ដែរដូចនៅ Resin យើងចឹងដូច Mr. Pican Juniper ក៏បាន sharing ដូចគ្នាដែរមាន culture agency ដែលគាត់ cooperate together ហើយនៅក្នុងនេះ Resin របស់យើងក៏គាត់ធ្វើការសិក្សាទៅលើ quantum safe approach ដែរដែលគាត់ work មួយប្រទេសពាក់ព័ន្ធនៅក្នុង Resin ដើម្បីធ្វើការស្វែងយល់ឬក៏ enable ពាក់ព័ន្ធជាមួយនឹង strategy ដែល support ពាក់ព័ន្ធជាមួយនឹង quantum computing បាទអញ្ចឹងតាំងពី2021 2023មុននឹងទៀតត្រូវ2-3ឆ្នាំមុនតែគាត់កំពុងសិក្សាហើយអាចនឹងឆាប់ៗនេះគាត់នឹង release ពាក់ព័ន្ធជាមួយនឹង National Quantum Strategy ដើម្បី support project ទាំងអស់ហ្នឹងអូខេនេះនៅ ASEAN របស់យើងហើយពីកម្ពុជាយើងទៅក៏ជាផ្នែកមួយដែរហើយខ្ញុំដាក់ link នៅខាងក្រោមនេះអ្នកនេះអាចទៅស្រាវជ្រាវបន្ថែមពេលដែលយើងចប់ event ហ្នឹងទៅដូចគ្នានៅ USA ក៏គាត់ធ្វើការ apply ពាក់ព័ន្ធជាមួយនឹង quantum network នៅក្នុងការ protect បាទ collaboration between private sector private company government ហើយនិង industry ពាក់ព័ន្ធដែរដែលនៅក្នុងហ្នឹងគឺគាត់ធ្វើការ apply ពាក់ព័ន្ធជាមួយនឹង link បាទ backbone របស់គាត់ហ្នឹងនៅក្នុង Chicago ហ្នឹងគឺមានចម្ងាយរហូតដល់124 ម៉ាយដែលគាត់ enable ពាក់ព័ន្ធជាមួយនឹង quantum trading European ដូចគ្នាគេមិនអាស៊ាន USA European ក៏គាត់កំពុងសិក្សាទៅលើនឹងដែរដោយសារអីដូចខ្ញុំបញ្ជាក់មកអញ្ចឹង very simple បើសិនជាគេអាចប្រមូលទិន្នន័យទៅលើអ្វីដែលយើងកំពុងប្រើបច្ចុប្បន្នបានគេអាច decrypt បានថ្ងៃក្រោយ easily អូខេខ្ញុំដាក់ reference នៅខាងក្រោមដូចគ្នាដែរនៅ China ក៏គាត់កំពុងតែធ្វើការប្រើប្រាស់ពាក់ព័ន្ធជាមួយនឹង quantum between បាទ province city របស់គាត់នៅខាងក្នុងដើម្បី protect ready ដែរអញ្ចឹងឃើញមានចម្ងាយមែន46000អញ្ចឹង very long នៅក្នុងហ្នឹងហើយគាត់មានជាការ enable between underground fiber optic ជាមួយនឹង satellite នៅខាងលើដែរអូខេហើយដូចខ្ញុំបញ្ជាក់មកអញ្ចឹងមិនប្រកាសថាអ្នកនរនេះត្រូវការ invest the whole infrastructure readiness ប៉ុន្តែអ្នកសិក្សាទៅលើ vendor មួយចំនួនដែល support ទៅលើការ support ពាក់ព័ន្ធជាមួយនឹង quantum safe approach ដោយឧទាហរណ៍ដូចជា Huawei Juniper បាទ Cisco អូខេ Palo Alto Freenet Nokia ហើយនិង cloud provider ផ្សេងៗទៀតដែរហើយមិនមែនមានតែប៉ុណ្្នឹងទេនេះគ្រាន់តែខ្ញុំចង់ដាក់ចែកម្លែកឲ្យថាពួកគាត់ក៏ក្នុងការ ready ដែរហើយអាចនឹង support ready នៅលើ existing device របស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកនេះគួរតែធ្វើអីដើម្បី ready ពីឥឡូវទៅនៅក្នុងនេះខ្ញុំចែកម្លែកទី1ទៅលើ crypto inventory អ្នកនេះត្រូវដឹងថាតើការប្រើប្រាស់ cryptography របស់យើងហ្នឹងគឺយើងប្រើទៅលើអីគេខ្លះរាល់ថ្ងៃអញ្ចឹងត្រូវការធ្វើការ assessment លើ SSH លើ HTTPS លើ application ឬក៏
ICT equipment អីចឹងទៅយើងត្រូវការ understand ឬក៏យើងត្រូវការ list inventory ទាំងអស់ហ្នឹងមួយទៀតគឺយើងត្រូវការមើលទៅលើ PCQ testing ហើយនៅពេលដែលយើងធ្វើការ test ឬក៏មើលគឺ check ទៅលើ NIST approve ដែរព្រោះបើសិនយើង test ទៅម្នាក់ឯងវាអត់ support មួយ strategy ឬក៏ approach ពីខាង industry standard ក៏វាអត់ best ដែរទី3ទៅលើ ensure crypto agility យើង make sure ថា device របស់យើងគឺអាច switch ទៅកាន់ PCQ បាន post quantum cryptography បានអូខេតោះតែយើង check យើងដឹងបើយើងអត់ check យើងអត់តបាននេះជួនកាល device ដែលយើងកំពុងប្រើអាច support ទៅលើការ upgrade firmware OS អីផ្សេងទី4ទៅលើ data protection ហើយនិង retention យើងត្រូវមើលនឹងមែនតើតែ encrypted ពេលដែលយើង store data encrypt ទាំងអស់នឹងហើយយើង protect ហើយមាននរណាគេ access ទៅខ្លះគាត់ធ្វើឲ្យខ្លះអូខេមកប្រហែលយើងបានមើលទៅលើ behavior នៃការ user គាត់ប្រើប្រាស់អត់ពេលដែលគាត់ទៅផ្ទះឬ ACC នេះគឺគាត់ប្រើនឹងវាត្រូវជាមួយ standard compliance ដែលយើងត្រូវការឲ្យគាត់ប្រើអត់យើងត្រូវមាន zero trust in place ដើម្បី verify ទៅលើនឹងអីចឹងទៅឬក៏ពេលដែលយើង store data retention យើងត្រូវការមើលដែរតែយើងត្រូវការ store មួយឆ្នាំដើម្បី comply ឬក៏យើងត្រូវការ limit ទៅលើ risk ពាក់ព័ន្ធជាមួយនឹង harvest now decrypt later ហើយ last នៅពេលដែលយើងមើលទាំងអស់ហ្នឹងហើយយើងត្រូវការ monitor ទៅលើ quantum key distribution ដូចជាការ connect data center ទី1ទៅទី2ឬក៏អ្នកខ្លះក៏អាចមានទី3ហើយទី3ហ្នឹងពេលខ្លះគាត់ build VPN គាត់ build BGP connect ទៅកាន់ cloud ACC មកតង់ទៀតអញ្ចឹងអាហ្នឹងបើសិនជាអត់មើលនេះវាអាចនឹង access ទៅពេលដែល data ហ្នឹងត្រូវបានគេ decrypt ដោយប្រើប្រាស់ quantum computer សូម្បីតែជា financial industry network ក៏យើងត្រូវការ monitor ដែរគឺ the contractor ហើយជាពិសេសទៅលើ national security traffic បាទហ្នឹងសម្រាប់ការ connect ទៅខាងក្រៅហើយមួយទៀតអ្នកអាចប្រើ industry best practice following standard compliance ដែលគេ release ទៅលើពាក់ព័ន្ធជាមួយនឹង post quantum risk approach ហើយមានច្រើនទៀតអញ្ចឹងដោយសារតែមកយើងអស់អញ្ចឹងមានប៉ុណ្ណឹងសម្រាប់ធ្វើការចែកម្លែកអ្នកនរគ្នាទៅលើ quantum in cyber security បងមានជាសំណួរអីយ៉ាងហ្នឹងអាចលើកឡើងសួរបាន